សូមជម្រាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំមកអានសៀវភៅសុបិននឹងការពិតភាគ1បាទជាបន្តបាទដែលអាននៅក្នុងទំព័រទី8បាទទំព័រទី8បុព្វកថាដដែលបាទរបៀបរស់នៅពីដូនតារបស់គេដែលគេចាត់ទុកថាជាអត្តសញ្ញាណជាអត្តភាពនៃប្រជាជាតិមួយនៅក្នុងសង្គមខ្លះអ្នកដែលដឹងដែលយល់ថាការវិវត្តជាការចាំបាច់បែរជាមិនបានរៀបចំការវិវត្តនោះឲ្យបានជ្រៅនៅក្នុងវប្បធម៌ជាតិរបស់គេទៅវិញហើយប្រញាប់ប្រញាល់ធ្វើបដិវត្តការវិវត្តខ្លាំងតែម្ដងជាហេតុនាំមកនៅការប្រញាប់ប្រញាល់សំទោសការប្រទាញប្រទង់និងប្រតិកម្មពីសំណាក់អ្នកអភិរក្សនិងក្រមប្រជាជនដែលអ្នកប្រភេទចុងក្រោយនេះធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្ដាច់ឲ្យចេញផុតពីចរន្តវិទ្យាសាស្ត្រនិងទស្សនវិជ្ជាថ្មីដែលបាននាំពិភពលោកមកដល់ចំណុចមួយគ្មានការវល់វិញតាមធម្មតាការវិវត្តក្តីបដិវត្តក្តីមិនមែនសុទ្ធតែនាំមកនៅភាពមនោរម្យនៅសុក្រិតភាពនៃការរស់នៅឬសុភមង្គលទាំងអស់នោះទេប៉ុន្តែការមិនព្រមវិវត្តទៅតាមក្រឹតក្រមសិក្ខានុម័តក៏ជាគ្រោះថ្នាក់មួយដ៏ធំដែរយ៉ាងណាមិញសង្គមខ្មែរជាសង្គមដែលមានអរិយធម៌រុងរឿងតាំងពីយូរណាស់មកហើយខ្មែរគ្រប់រូបតែងមានមោទនភាពនិងអតីតកាលរបស់ខ្លួននេះជាការធម្មតាទេប៉ុន្តែការពុំយល់ពីដំណាក់កាលនីមួយនៃការវិវត្តនិងពីមូលដ្ឋានពិតប្រាកដនៃការអភិវឌ្ឍក៏ងាយនឹងធ្វើឲ្យមានការយល់ស្គមឆ្គងដែរចក្រភពខ្មែរចាប់ផ្ដើមចុងចាប់ផ្ដើមចុះដុនដាបតាំងពីសម័យស្ដេចឥន្ទ្រវរ្ម័នទី3មកឆ្នាំ1295ដល់ឆ្នាំ1308ហើយជាពិសេសតាំងពីសៀមវាយកបន្ទាយលង្វែកបាននៅចុងសតវត្សទី16ឆ្នាំ1594ហើយក្រោយមកត្រូវយួនវាយលុកចូលត្រួតត្រាសឹងតែផុតពូជរលត់រលាយជាតិខ្មែរបានធ្វើការតស៊ូយ៉ាងស្វិតស្វាញប៉ុន្តែទប់ទល់មិនបាននិងការបែកឯកភាពជាតិដូចជាការប្រយុទ្ធគ្នាដណ្ដើមរាជសម្បត្តិជាដើមបុព្វហេតុនេះបណ្ដាលមួយចំណែកមកពីការញុះញង់ពីសំណាក់ប្រទេសដែល
មានមហិច្ឆតាលេបទឹកដីខ្មែរឬក៏មកពីការលោភលន់របស់អ្នកដែលពុំមានសញ្ជាតិនយោបាយច្បាស់លាស់ការកាប់បំផ្លាញកំផែងឫស្សីបន្ទាយលង្វែកបុព្វហេតុនេះអាចមានរូបភាពផ្សេងទៀតដូចជាលក្ខណៈមិនច្បាស់លាស់នៃស្ថាប័នគ្រប់គ្រងជាដើមបាទសូមបញ្ចប់បាទពេលក្រោយនឹងអានបន្តទៀតបាទសូមអរគុណសូមជម្រាបលា